សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃមុនខ្ញុំបានបោះ file market ឲ្យហើយប៉ុន្តែខ្ញុំអត់ទាន់បានតម្លាក់វីដេអូឲ្យអញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូឲ្យយើងតើតោះ template ដែលខ្ញុំផ្ញើឲ្យហ្នឹងនៅមើលត្រូវធ្វើម៉េចអញ្ចឹងទី1 input យើងនៃដំបូងនេះគឺទំហំរបស់ធ្នឹមអញ្ចឹងអ្នកទាំងអស់អាចយករៀបឲ្យស្អាតទៅទុកតែកន្លែងណាដែលត្រូវ input ទៅមកដុំទៅបានហើយតែដោយសារនេះខ្ញុំគ្រាន់តែចងព្រានខ្ញុំអត់បានរៀបឲ្យវាស្អាតទេអញ្ចឹងនេះថាខ្ញុំដាក់ធ្នឹមថា5ទឹកចុះ5ទឹកអញ្ចឹងវាគូ section ឲ្យអញ្ចឹង section វាមាន2ទី1វាមានជាសញ្ញាព្រួញអានេះវាជាសញ្ញាព្រួញបែបនេះអញ្ចឹងមួយនេះគឺវាជាវងមូលបែបនេះអញ្ចឹងអ្នកនរគ្នាពេញចិត្តមួយណាយើងយក dimension មួយហ្នឹងទៅយើងយក dimension ហើយយើងចាប់ផ្ដើមកំណត់ scale សំណត់ scale របស់ text យើងឲ្យវា scale ប៉ុណ្ណាយើងកំណត់យកប៉ុណ្ណឹងមកសមរម្យទៅសម្រាប់ខ្ញុំប៉ុណ្នេះគឺសមរម្យអញ្ចឹងអានេះគឺជា section ដែលខ្ញុំគាត់គូហើយអញ្ចឹងអ្នកទាំងអស់គ្នាមើលទៅ section ដែលយើងគូហើយគឺយើងឃើញថា hash 500 b 500ដែលយើង b 500ទៅតាមអ្វីដែលយើងបាន input ទីនេះកន្លែងនេះគឺbeam section ដែរគ្រាន់តែថាខ្ញុំវាស់ជាសញ្ញាមូលនេះខ្ញុំប្រើ dimension បែបអាននៅ n ហ្នឹងយើងប្រើវងមូលចេះអត់ប្រើដូចមុនទេអត់ប្រើជា arrow បែបនេះទេអញ្ចឹងអ្នកទាំងអស់គ្នាឆ្លាញ់មួយណាយើងអាចប្រើមួយហ្នឹងបានមួយទៀតទៅក្នុង typical beam section យើងគូមកកាត់ធ្នឹមអញ្ចឹងមកកាត់ធ្នឹមដូចខ្ញុំនិយាយម្ដងទៀតអញ្ចឹងយើងអាចនៅក្នុងហ្នឹងវាមានដៃកងដៃបដោយ dimension annotation ជាមួយនឹង concrete section យើងហ្នឹងអញ្ចឹងចំពោះ concrete section យើងបានគូពីលើមកហើយអ្វីដែលយើងអត់បានគូ dimension ក៏យើងបានគូហើយអស់ដែរអ្វីដែលយើងត្រូវធ្វើគឺអីគេគឺយើងដាក់ដៃកងដៃបដោយលើក្រោមជាមួយនឹង annotation ទៅតាមចំនួនឬក៏ទំហំដៃបដោយដែលយើងបានដាក់អញ្ចឹងតាមទៅខ្ញុំគួរណាតែចាប់អានេះដៃកមួយទៀតតែខ្ញុំអត់បានចាប់អញ្ចឹងយើងអាចបង្កើតបន្ថែមខ្លួនឯងទៅក៏បានដែរចូលតែខ្ញុំដាក់អានេះ layer 3នេះខ្ញុំដាក់តែ2ទេអញ្ចឹងខាងក្រោមនេះវាចេញ2ហើយនេះ2អញ្ចឹងយើងឃើញថានៅពេលដែលនេះវាមាន4ដើមហ្នឹង layer ទី1 16 លីឃើញវាដាក់4ដើម16លីអត់4 db 16ចំពោះនេះវាមាន4ដើមដែរ4 db 16ដែរតែពេលនេះយើងដាក់16លីដែរបើយើងចង់ឲ្យឃើញខុសគ្នាក៏បានដែរខ្ញុំដាក់22អានេះខ្ញុំដាក់25លីអញ្ចឹងទៅឧទាហរណ៍អញ្ចឹងយើងឃើញហើយអានេះវាមាន4 db 12 4 db 22 2 db 25tứcយើងដាក់4 db 25ដែរក៏បានដែរអញ្ចឹងអានេះគឺជាអីដែលយើងបានដាក់មកហើយដូចខាងក្រោមនេះខ្ញុំវាយ layer នេះ4 3អញ្ចឹងវាទៅវាអត់ស៊ីគ្នាយើងអាចដាក់ត្រឹម2ក៏បានដែរអញ្ចឹងដាក់នេះ layer 2មកយើងឃើញវា display 2 db 16 4 db 16ទៅតាម input ដែលយើងបានដាក់អញ្ចឹងយើងត្រូវមើលថានៅខាងនេះ layer ទី1ចំពោះ db prim layer ទី1 layer ទី1 layer ទី2 layer ទី3 layer ទី1 layer ទី2 layer ទី3អញ្ចឹងទៅអញ្ចឹងគឺជាអ្វីដែលយើងបានចងមកចំពោះនេះយើងចង់គូ elevation ម្ដងមិនយើងបាន section ហើយ section view មុខកាត់ view របស់យើងបានប៉ុណ្ណឹងគឺយើងអូខេអញ្ចឹងយើងមកដល់កន្លែងចំណុចមួយទៀតគឺតកតងនឹងការគូ elevation អញ្ចឹងចំពោះការគូ elevation វារៀងសាំញ៉ាំជាជាងឲ្យយើងគូនៅក្នុង section យើងតិចដោយសារវាមានសមត្ថកម្មច្រើនជាងមុនតិចហើយការគូក៏វារៀង complex ដែរអញ្ចឹងខ្ញុំចែកចេញជា2ទី1ខ្ញុំផ្ដោតទៅលើការគូ shear reinforcement ការគូដៃកងជាមួយ dimension ជាមួយប្រវែងអីទាំងអស់ហ្នឹងកម្រិត spacing អីទាំងអស់បន្តមកខ្ញុំគូទៅ flexural reinforcement ខ្ញុំផ្ដោតសំខាន់ទៅលើការ put annotation ហើយនឹង flexural reinforcement របស់យើងដូចដែលយើងបានឃើញអញ្ចឹង
applicable reinforcement ស្នើទៅលើដៃបដ ாய் យើងឃើញដៃលើក្រោមនេះខ្ញុំបង្ហូតហើយបកោងខ្ញុំពត់ចូលក្នុងតែពេលអាដៃនេះគឺដៃស៊ុបរបស់យើងសងខាង line support ជាមួយនឹងចំកណ្ដាល span ហើយយើង put annotation នេះពេលទំហំវាប៉ុន្មានយើងឃើញវានៅណាអញ្ចឹងគឺជាអីដែលយើងបានគូសនៅធ្នឹមអញ្ចឹងយើងខ្ញុំអាចគូសមកលើឲ្យយើងបញ្យល់ពីដើមកន្លែងនេះបន្តិចកន្លែងនេះយើងមើល L ស្មើ6ម៉ែត្រ BC ស្មើ60សង់ទីម៉ែត្របានថាប្រវែងធ្នឹមគិតត្រឹមអរបស់សសរប្រវែងធ្នឹមយើងគិតចំពីកណ្ដាលអរបស់សសរមកទៅអរបស់សសរអានេះទទឹងគឺជាទំហំរបស់សសរទី1ទំហំសសរទី2អញ្ចឹងទៅដើម្បីយើងគូសជា frame របស់មានធ្នឹមនេះគូសជា frame វាមានសសរវាមានធ្នឹមអីចឹងទៅយើងគូសមើលទៅឲ្យដូចពិតជាក់ស្ដែងណាហើយប្រវែង clear span របស់វាយើងគ្រាន់តែយក L ដក BC បូក BC2 នេះមក BC1 បូក BC2 ចែក2យើងឃើញ clear span ហើយបើយើងដកប្រវែងអានេះពាក់កណ្ដាលយើងដកពាក់កណ្ដាលរបស់សចោលទៅឃើញហើយកម្ពស់តាមជាន់នីមួយៗនេះខ្ញុំសំដៅទៅលើកម្ពស់របស់ធ្នឹមនេះអញ្ចឹងតាមជាន់មួយហ្នឹងខ្ញុំយកតែ2ម៉ែត្រជាងទេដើម្បីឲ្យយើងសំដៅទៅលើជើងតាខ្ញុំដាក់ទំហំកម្ពស់សសរកន្លែងខាងហ្នឹងប្រហែលអញ្ចឹងទៅអាហ្នឹងគ្រាន់តែយើងដាក់ទេវាអត់មានជាប៉ះពាល់អីដល់ drawing របស់យើងទេវាគ្រាន់ដាក់ឲ្យមកល្មមឲ្យវាស្អាតទៅបានយើងអាច scale វាទៅតាមហ្នឹងបាន S0 នេះគឺសំដៅទៅលើគម្លាតដៃកង់ចេញពីកែមរបស់ធ្នឹមមកដំបូងគេយើងមិនត្រូវដាក់ S0 ត្រូវយកទៅ S0 យក S បន្ទាប់ពីដៃកង់ដំបូងហ្នឹងចែក2អញ្ចឹងខ្ញុំដាក់50អញ្ចឹងទៅបានន័យថាយក S1 ចែក2ទៅវាបាន50ហើយអញ្ចឹងគឺជាគម្លាតដៃកង់ពីកែមរបស់សសរនៅដៃកង់ទី1ទៅដៃកង់ទី1អញ្ចឹងមានន័យថាម៉េចមានន័យថានៅចន្លោះពីអាកន្លែងនេះកែមរបស់បេតុងនេះមកកំដៃកង់ទី1នេះហើយកែមរបស់បេតុងនេះមកដៃកង់ទី1នេះអាហ្នឹងគឺសំដៅទៅលើ S0 ហើយតែពេល S ខ្ញុំសេចអក្សរខ្បែទេអញ្ចឹងដូចអត់ជាពិបាកយល់ទេត្រង់ទីតាំងទម្រខាងស្ដាំអានេះបានន័យថាឆ្វេងស្ដាំហ្នឹងវា symmetry ខ្ញុំយក L4 អញ្ចឹង S3 និង S1 ហ្នឹងស្មើគ្នាខុសគ្នាតែល្វែកក្តារល្វែខ្ញុំយកពីទឹកអញ្ចឹងទៅពោះសងខាងត្រង់ support មកទឹកដូចគ្នាគម្លាត spacing វាមួយទៀតប្រវែងដៃកង់ដែលត្រូវរាយត្រង់ទីតាំងទម្រខាងឆ្វេងអញ្ចឹងប្រវែងដៃកង់សរុបដែលយើងត្រូវរាយត្រង់ទម្រខាងឆ្វេងហ្នឹងមានប៉ុណ្ណាប្រវែងដៃកង់សរុបដែលយើងត្រូវរាយទម្រខាងឆ្វេងហ្នឹងមានប៉ុណ្ណាតាមពិតទៅអាហ្នឹងយើង complete ដក S0 នេះចោលផងនេះព្រោះអី S0 នេះមែនទេមិនដក S0 ចោលមែនទេតើប្រវែងដៃកង់សរុបនៅទម្រគិតតាំងពីចុងនេះរហូតមកចុងនេះ L គឺត្រូវ 1.2 ម៉ែត្រអានេះគឺ 1.2 ម៉ែត្រដែរអញ្ចឹង clear spacing យើងគឺ12លីមកទឹក12លីមកទឹកប៉ុន្តែយើងកុំភ្លេចថាកន្លែងកែមនេះគឺត្រូវចែក2ទៀតអញ្ចឹងបានន័យថាតែ5ហ៊ុនទេអាខាងនេះក៏5ហ៊ុនទេខ្ញុំត្រូវដឹងកន្លែងហ្នឹងផងអញ្ចឹងយើងបន្តទៀតចូលដល់ដៃបដ ாய் ខ្ញុំដាក់ដៃបដ ாய் នេះមានន័យថាជា property របស់ការ scale របស់ដៃបដ ாய் យើង scale តែម្ដងហើយយើងអាចបិទចោលបានហើយហ្នឹងអត់យើងមិនត្រូវ scale ច្រើនដងទេទោះបីធ្នឹមវាប្រែប្រួលក៏វាអត់ខុសគ្នាប៉ុន្មានដែរអញ្ចឹងយើងមើល DB របស់យើង DB សំដៅទៅលើដៃបដ ாய் អញ្ចឹងខ្ញុំ scale តាមទិស x scale តាមទិស y អញ្ចឹងមកអញ្ចឹងយើងមើលកន្លែងនេះមួយវាពិបាកយល់ដែរយើងត្រូវមើលអា continuous reinforcement នេះ continuous reinforcement នេះវាមានទាំងអស់4ចាំមិនថាយើងអាចរាយនៅលើ2ក្រោម2បានយើងអាចប្រហូតពីដើមនៅខាងលើបានមិនប្រហូតពីដើមទេបានន័យថាយើងអាចប្រហូត layer
21និង layer 3 4នេះបានអញ្ចឹងរហូតដល់វាផុតបានណាអញ្ចឹងនៅពេលដែលយើងវាយលេខ3ចាំបានថាយើងដាក់ចំនួន3ដើមអញ្ចឹងអាកន្លែងនេះគឺដែកនេះសំដៅទៅលើដែកពណ៌ខៀវនេះគឺដែកដែលយើងរហូតឲ្យផុតទៅពេលអាដែកខ្ញុំដាក់ additional reinforcement នេះសំដៅទៅលើដែកស៊ុបអញ្ចឹងយើងស៊ុបខាងណាស៊ុបប្រវែងប៉ុណ្ណាយើងមើល property នៅខាងនេះបើថានេះយើងស៊ុប 1.44 ម៉ែត្រនេះ add sub right បានថានៅខាងលើខាងស្ដាំផ្នែកខាងលើនិងខាងស្ដាំផ្នែកខាងលើនិងខាងឆ្វេង add ខ្ញុំមកពាក្យ inferior middle បានថាខាងក្រោមនៅចំកណ្ដាលអញ្ចឹងប្រវែងប៉ុន្មានយើងវាយប៉ុណ្ណឹងចូលមកអញ្ចឹងយើងបានដែក reinforcement យើងហើយអូខេអញ្ចឹងអាហ្នឹងដូចជាអត់មានអីពិបាកទេតើតោះនឹងធ្នឹមយើងគឺមានប៉ុណ្ណឹងយើងប្រើប្រាស់បានហើយប៉ុណ្ណឹងពេលដែលយើង design មកយើងអាច copy ដូរ parameter តិចតួចមកយើងអាចបិទពួកនេះបិទតែមួយកន្លោនទៅបានបាច់បិទច្រើនដូចខ្ញុំអញ្ចឹងគ្រាន់តែនេះខ្ញុំធ្វើតាម procedure មួយខ្ញុំបិទឲ្យយើងមើលនេះជាការរៀនបើសិនបើយើងដាក់ report យើងបិទចោលទាំងអស់ទៅទុកតែកន្លែងណាដែលចាំបាច់យើងគ្រាន់តែបើកគឺគ្រាន់តែទុករូបទៅបានហើយមិនបាច់ចាំបង្ហាញកូដគេហ្នឹងអញ្ចឹងចំពោះធ្នឹមខ្ញុំមានតែប៉ុណ្ណឹងអញ្ចឹងជួបគ្នានៅវីដេអូក្រោយយើងនិយាយពី column ម្ដងអញ្ចឹងអរគុណអ្នកគ្នា